បាទសួស្តីបងប្អូនថ្ងៃនេះយើងមកនិយាយពីការថែទាំចេកមកពិនិត្យមើលថាចេកយើងធ្វើម៉េចដើម្បីឲ្យការលូតលាស់វាល្អអញ្ចឹងណាបងប្អូនបាទនេះខ្ញុំមកមើលទី1គឺការថែទាំស្មៅយើងជំរះគល់ស្មៅឲ្យស្អាតបាទបងប្អូនពិនិត្យមើលទាំងអស់គ្នាចេកខ្ញុំធ្វើស្មៅរហូតហើយនេះកន្លះខែបងប្អូនគឺថាស្មៅដុះពេញនឹងតែម្ដងបងហើយចេកហ្នឹងគឺល្អលូតលាស់ល្អមែនតើប៉ុន្តែស្មៅដុះលឿនបាទអញ្ចឹងយើងមកមើលចេកយើងហើយស្អែកឡើងយើងនឹងចាប់ផ្ដើមជំរះស្មៅបាទបើយើងមិនធ្វើស្មៅឲ្យស្អាតទេគឺវាគ្របចេកយើងធ្វើឲ្យចេកយើងនឹងអន់គឺការលូតលាស់វាគឺស្មៅនឹងគ្របបងប្អូនគ្របកូនចេកនឹងចេកយើងទៅពីធំហ្នឹងគឺការលូតលាស់យឺតធ្វើឲ្យมันធំបាទបងប្អូនអញ្ចឹងហើយយើងត្រូវតែសម្អាតគល់វាហើយធ្វើស្មៅឲ្យស្អាតទើបមានការលូតលាស់ល្អបាទនេះខ្ញុំធ្វើរហូតស្មៅតែកន្លះខែរយៈនេះអត់បានធ្វើហើយចំពេលភ្លៀងអញ្ចឹងធ្វើឲ្យស្មៅដុះលឿនមែនតើតែឥឡូវយើងស្អែកឡើងយើងចាប់ផ្ដើមសម្អាតស្មៅទៀតសម្អាតគល់បាទហើយវាមានកូនដុះមកច្រើនណាស់បើយើងអត់ធ្វើទេកូនឡើងអត់រួចទេបងប្អូនបាទអញ្ចឹងចេញទស្សនាវីដេអូទាំងស្រុងបាទនៅក្នុងចំការចេកបងប្អូនសូមអរគុណ